អូខេសួស្តីអ្នកគ្នាស្វាគមន៍មកកាន់ Brand Feeder ថ្ងៃនេះដែរគឺយើងមាន topic ខ្លីមួយយកមកចែកម្លែកទាំងអស់គ្នាតាក់ទងជាមួយនឹងការពិសោធន៍ទៅលើសត្វស្វារបស់លោក Halo ដើម្បីបង្ហាញអំពីចិត្តវិទ្យានៃសេចក្តីស្រឡាញ់ដែលមនុស្សទូទៅយើងគឺយល់ខុសអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទៅកាន់ការពិសោធន៍នេះទាំងអស់គ្នា What? He's going to the Wire Mother. ការពិសោធន៍នេះគឺត្រូវបានធ្វើឡើងនៅពាក់កណ្ដាលសតវត្សទី20ដោយអ្នកចិត្តសាស្ត្រម្នាក់គឺឈ្មោះថាលោក Harry Halo បានធ្វើការពិសោធន៍ដ៏អស្ចារ្យដើម្បីធ្វើការផ្លាស់ប្ដូរការយល់ដឹងរបស់មនុស្សអំពីសេចក្តីស្រឡាញ់ដែលមនុស្សយល់ខុសទំនាក់ទំនងផ្លូវចិត្តវាជារឿងមួយដែលស៊ីជម្រៅមែនតើរវាងបុគ្គលមួយទៅបុគ្គលមួយដែលពួកគេគឺគួរណាតែទទួលបាននៅសុខភាពផ្លូវចិត្តជាពិសេសគឺមនុស្សធំទៅក្មេងការផ្ដល់កំណើតគឺវាមិនមែនជាតម្រូវការតែមួយមុខទេនៃការរស់រានមានជីវិតប៉ុន្តែគឺវាតម្រូវឲ្យពួកគេគឺទទួលបាននៅសុខភាពផ្លូវចិត្តនិងអារម្មណ៍ដ៏ស៊ីជម្រៅដែលនៅជាមួយនឹងពួកគេដែរដោយលោក Halo គឺគាត់បានធ្វើការពិសោធន៍ដោយបង្កើតនៅតួអង្គម្ដាយសុបិនមិត្ត2ឲ្យកូនស្វានឹងដោយម្ដាយទី1គឺជាម្ដាយដែលផ្ដល់នៅទឹកដោះប៉ុន្តែខ្វះខាតនៅភាពទន់ភ្លន់និងភាពកក់ក្ដៅឲ្យកូនស្វានឹងចំពោះម្ដាយទី2គឺជាម្ដាយដែលសម្រាប់ទុកឲ្យកូននឹងប៉ុន្តែគឺអត់ផ្ដល់នៅអាហារូបត្ថម្ភឲ្យកូននឹងទេព្រោះហ្នឹងបើសិនជាយើងគិតទូទៅគឺយើងប្រហែលជាស្មានថាកូនស្វាហ្នឹងគឺនឹងទៅជាមួយម្ដាយដែលចិញ្ចឹមគេហើយទោះជាយ៉ាងណាក៏ដោយការពិសោធន៍នេះគឺបានឲ្យយើងឃើញចម្លើយផ្ទុយវិញហើយវាភ្ញាក់ផ្អើលមែនទែនចំពោះមនុស្សទូទៅដែលគិតថាកូនស្វាហ្នឹងគឺនឹងនៅជាមួយនឹងម្ដាយដែលផ្ដល់ទឹកដោះឲ្យគេរាល់ពេលដែលវាបំបើទឹកដោះនឹងរួចគឺវានឹងរត់មកម្ដាយដែលផ្ដល់ភាពកក់ក្ដៅនិងសម្រាប់ទុកឲ្យវាទៅដែរដើម្បីយល់ច្បាស់អំពីរឿងនេះគាត់បានធ្វើតេស្តម្តងទៀតដើម្បីធ្វើការពិសោធន៍ទៅលើកូនស្វាហ្នឹងអំពីភាពភ័យខ្លាចគាត់បានយកកូនរ៉ូបូតមួយដែលមានពលឺភ្លឺខ្លាំងហើយមានសលេងបំភ័យយកទៅបន្លាចកូនស្វាហ្នឹងពេលនោះគឺគេឃើញមែនការពិសោធន៍នេះឲ្យយើងឃើញថាកូនស្វាហ្នឹងគឺនៅពេលដែលវាភ័យវារត់ទៅរកម្ដាយដែលផ្ដល់ភាពកក់ក្ដៅឲ្យវាហ្នឹងហើយមើលទៅគឺវាដូចមានទំនុកចិត្តណាស់នៅពេលដែលវានៅជាមួយនឹងម្ដាយដែលផ្ដល់ភាពកក់ក្ដៅឲ្យវាមិនត្រឹមតែលេងភ័យទេគឺវាក្លាហានជាងមុនទៀតគឺវាអត់សូវខ្លាចទេនៅពេលដែលវារត់ទៅអោបម្ដាយហ្នឹងតោះហ្នឹងគឺវាបង្ហាញឲ្យយើងឃើញថាវាជាអារម្មណ៍នៃសុខភាពផ្លូវចិត្តមួយដើម្បីជំរុញឲ្យពួកគេគឺមានភាពក្លាហានគោលការណ៍នេះគឺវាមិនត្រឹមតែអនុវត្តតែចំពោះស្វាប៉ុណ្ណឹងទេសូម្បីតំណាក់តំណងរវាងមនុស្សយើងក៏វាគួរណាតែមានភាពបែបហ្នឹងដែរការធ្វើតេស្តទី3គឺជាការធ្វើតេស្តទៅលើទំនុកចិត្តនៅពេលដែលលោក Halo គឺគាត់យកកូនស្វាហ្នឹងទៅដាក់នៅក្នុងបរិវេណបន្ទប់មួយដែលវាមិនធ្លាប់ស្គាល់ហើយពោពេញទៅដោយបដាក្មេងលេងរួចក៏បានរុញនៅម្ដាយដែលផ្ដល់ទឹកដោះឲ្យវាហ្នឹងចូលទៅក្នុងបរិវេណបន្ទប់ហ្នឹងដែរពេលដែលប្រឡែងកូនស្វាហ្នឹងមកកូនស្វាហ្នឹងគឺបែរទៅជាស្ទាក់ស្ទើរហើយភ័យខ្លាចអត់ហ៊ានទៅចិត្តម្ដាយដែលផ្ដល់ទឹកដោះហ្នឹងទេវាមានអារម្មណ៍ថាមិនហ៊ានឬក៏មិនចូលចិត្តម្ដាយហ្នឹងហ្មងប៉ុន្តែនៅពេលដែលគេដកម្ដាយនឹងចេញរុញម្ដាយដែលផ្ដល់ភាពកក់ក្ដៅនិងម្ដាយដែលជួយសម្រាលទុកឲ្យគេកូនស្វាហ្នឹងគឺបែរជាមករត់មកលេងជាមួយហើយអោបចង់នៅក្បែរម្ដាយហ្នឹងវាដូចទៅនឹងការពិសោធន៍ចាស់ចឹងត្រង់ហ្នឹងគឺបានឲ្យយើងឃើញថាសេចក្តីស្រឡាញ់និងសុខភាពផ្លូវចិត្តគឺវាដើរទន្ទឹមគ្នាដើម្បីជំរុញនៅទំនុកចិត្តឲ្យកូនហ្នឹងគឺមានសមត្ថភាពនិងមិនមែនរស់នៅគ្របដណ្ដប់ដោយភាពភ័យខ្លាចទេសុខភាពផ្លូវចិត្តគឺវាសំខាន់បើសិនជាពួកគេអត់មានវាដូចទៅនឹងការរារាំងភាពយល់ដឹងរបស់ពួកគេចឹងមិនហ៊ានធ្វើអីហើយក៏មិនអាចលូតលាស់លឿនដែរហើយដូចខ្ញុំ mention ខាងលើចឹងការពិសោធន៍នេះគឺជាការពិសោធន៍ដែលចង់ផ្លាស់ប្ដូរការយល់ដឹងរបស់មនុស្សយើងជាពិសេសគឺចំទាស់ទៅលើជំនឿប្រពៃណីដែលតាក់ទងជាមួយនឹងទារកដែលអ្នកខ្លះគឺគេយល់ថាម្ដាយឲ្យតែមានផ្ដល់អាហារឲ្យពួកគេគឺវាលេងអីហើយពេលខ្លះគឺគេជឿថានៅពេលដែលកូននឹងយំម្ដាយគឺគួរណាតែធ្វើអត់ដឹងអត់ឮឬក៏បង្ងើយកតើដាក់កូននឹងទៅដើម្បីឲ្យអារម្មណ៍ពួកគេរៀនចេះបធូរដោយខ្លួនឯងប៉ុន្តែការពិសោធន៍នេះគឺបានបង្ហាញឲ្យយើងឃើញពីភាពផ្ទុយគ្នាវិញយើងគួរណាតែរក្សាឬក៏បង្ហាញសេចក្តីស្រឡាញ់ចំពោះទារកនឹងឲ្យកាន់តែច្រើនវិញជាជាងដែលយើងគិតថាវាអត់អីព្រោះពួកគេគឺគួរណាតែបាននូវភាពយកចិត្តទុកដាក់ពីយើងឬក៏ភាពកក់ក្ដៅនៅក្នុងអារម្មណ៍ពួកគេដើម្បីឲ្យពួកគេធំធាត់ឡើងគឺមានអារម្មណ៍ថានៅជាមួយយើងគឺវាសុវត្ថិភាពហើយពួកគេគឺមានសុខភាពល្អនៅក្នុងផ្លូវចិត្តរឿងខ្លះពួកគេអាចនឹងមកនិយាយជាមួយយើងហើយមិនព្យាយាមលាក់បាំងឬក៏មានភាពភ័យខ្លាចពេកទេបរិយាកាសបែបនេះគឺធ្វើឲ្យពួកគេមានអារម្មណ៍ថាពួកគេមានតម្លៃជាងមុននៅពេលដែលនៅជាមួយនឹង
ម្ដាយឬឪពុកហ្នឹងបើសិនជាពួកគេមិនបានសុខភាពផ្លូវចិត្តនៅក្នុងវ័យទូចទេជំងឺ anxiety ឬក៏ថប់បារម្ភអាចនឹងនៅជាមួយពួកគេរយៈពេលវែងនៅពេលដែលពួកគេធំធាត់ឡើងជាពិសេសខ្លាចសង្គមនិងមានអារម្មណ៍ថាមិនសូវសុវត្ថិភាពតែម្ដងហើយវីដេអូហ្នឹងគឺដូចមានតែប៉ុណ្្នឹងទេសង្ឃឹមថាគ្នាយើងបានរៀនអីដែលថ្មីហើយយល់យ៉ាងម៉េចដែរចំពោះការពិសោធន៍ហ្នឹងគិតថាវា make sense ទៅលើរឿងដែលលោក Halo គឺយកមកបង្ហាញយើងជួបគ្នាជាមួយខ្ញុំ SL នៅវីដេអូថ្មីមួយទៀត That's all I got peace and love